នាទីថ្ងៃស្អែកថ្ងៃថ្មីរីស័យខ្ញុំយ៉ាងណាបាទតាមរយៈថ្ងៃស្អែកថ្ងៃថ្មីរីស័យខ្ញុំយ៉ាងណាបានវិលមកជួបអស់លោកអ្នកនាងកញ្ញាសាជាថ្មីម្ដងទៀតអស់លោកអ្នកនាងប្រិយមិត្តអ្នកស្ដាប់ជាទីស្នេហានិងជាទីរាប់អានបច្ចុប្បន្នភាពនេះតាមរយៈអស់លោកដែលបានទុះទាយជោគជតារិស័យតាមរយៈខ្ញុំបាទផ្ទាល់ឬមួយក៏តាមដាននៅរាល់ព័ត៌មានដែលត្រូវបានផ្សាយតាមរយៈខ្ញុំបាទលោកគ្រូពិជ័យហរាកម្មាមតិសុខឧត្តមមានច្រើន Channel អស់លោកអ្នកនាងតែងតែទន្ទឹងរង់ចាំនិងមានការកោតសរសើរពីសំណាក់ខ្ញុំលោកគ្រូពិជ័យហរាកម្មាមតិសុខឧត្តមដែលបានទុះទាយជោគជតារិស័យភ្លាមព្រឹត្តិការណ៍ទៅតាមតថជាក់ស្ដែងមិនមែនយកពីឆ្នាំមុនឬមួយក៏ខែមុនមកចាក់ផ្សាយឡើងវិញទេបើគ្រាន់តែការទូទាយជោគជតារិស័យមានការកេកបន្លំថាតើឲ្យអស់លោកនាងមានទំនាក់ទំនងជិតស្និទ្ធឬក៏មានជំនឿយ៉ាងណានោះបាទដើម្បីកុំឲ្យអស់លោកនាងទន្ទឹងរង់ចាំយូរខ្ញុំលោកគ្រូពិជ័យហរាកម្មាមតិសុខឧត្តមនាពេលនេះក៏សូមជាងនឹងអញ្ជើញសម្ដេចទ្រង់នៃអង្គម្ចាស់អស់លោកគ្រប់សតបណៈទាំងក្នុងប្រទេសនិងក្រៅប្រទេសយើងស្ដាប់យាងតតទស្សនាពីនីតិយើងតាមរយៈឆ្នាំជូតសម្រាប់ថ្ងៃទី1ខែមិថុនាឬមួយក៏ខែ3ឆ្នាំ2026ដូចតទៅបាទសម្រាប់ឆ្នាំជូតនាខែមិថុនាឬមួយក៏ខែ3 2026នេះឆ្នាំជូតគឺត្រូវទទួលបាននៅរាសីខ្ពស់បាទសូមអញ្ជើញអស់លោកអ្នកនាងសប្បាយរីករាយហើយនឹងមានភក្ដីភាពចំពោះក្រុមគ្រួសាររបស់ខ្លួនដៃគូស្នេហារបស់ខ្លួនផងដែរមិនតែប៉ុណ្ណោះសូមអញ្ជើញអស់លោកអ្នកនាងបាទចុច share 3ដងភ្លាមតាមរយៈលេខសំណាងរបស់អស់លោកអ្នកនាងគឺលេខ333ដែលធ្វើឲ្យអស់លោកអ្នកនាងកញ្ញាកាន់តែមានជោគជ័យសិរីសុខស្ដីសុភមង្គលជាបន្តក្នុងដំណើរជីវិតរបស់អស់លោកអ្នកនាងរីឯពណ៌សំណាងនេះពេលនេះគឺត្រូវប្រកួតជូននៅពណ៌បៃតងនិងពណ៌ផ្ទៃមេឃប្រសិនបើអស់លោកអ្នកនាងជាវនៅអង្កាំឬមួយក៏សម្លៀកបំពាក់ពណ៌បៃតងឬមួយក៏ពណ៌ផ្ទៃមេឃធ្វើឲ្យអស់លោកនាងកញ្ញានឹងត្រូវទទួលបាននៅរិស័យកាន់តែខ្ពង់ខ្ពស់រុងរឿងឧត្តមឧត្តមហើយប្រសិនបើអស់លោកនាងជាវនៅអង្កាំត្បូងថ្មធម្មជាតិដែលត្រូវបានមានពណ៌បៃតងឬមួយក៏ពណ៌ផ្ទៃមេឃហាក់បីដូចជាជួយជំរុញធម៌ពលជូនដល់អស់លោកនាងឲ្យកាន់តែមានសុភមង្គលរុងរឿងក្នុងដំណើរជីវិតបន្តទៅទៀតឆ្នាំជូតពងទេវតាប្រុសធាតុទឹកនាមជាសត្វកណ្ដុរអស់លោកនាងបន្ទាប់ពីត្រូវទទួលបាននៅបរាជ័យម្ដងរួចជាពីរដងអស់លោកនាងឆ្នាំជូតមួយចំនួនតែងតែរាថយចំពោះសេចក្តីស្នេហាគឺត្រូវតែមានអាការៈដូចជាភ័យខ្លាចក៏ប៉ុន្តែសម្រាប់គ្រាន់តែចូលមកក្នុងឆ្នាំ2026បានអស់លោកនាងកញ្ញាកាន់តែមានសុក្រិតភាពមានលំនឹងក្នុងដំណើរជីវិតបន្តិចម្ដងហើយស្រាប់តែមកក្នុងខែ3នេះអស់លោកនាងកញ្ញានឹងត្រូវទទួលបាននៅដំណឹងល្អឬមួយក៏ត្រូវបានធម៌ពលជំរុញឲ្យអស់លោកនាងកញ្ញាទទួលនៅសមិទ្ធផលថ្មីដែលមិននឹកស្មានដល់ប្រសិនបើអស់លោកនាងមួយចំនួនពុំទាន់បានការងារធ្វើនោះនឹងត្រូវទទួលបានដំណឹងថ្មីលៀបសក្ការៈដែលត្រូវបានប្រាប់ថាអស់លោកនាងកញ្ញាត្រូវទទួលបាននៅសញ្ញាវិជ្ជមានឬមួយក៏ដាក់ពី apply ទៅទីកន្លែងធ្វើការណាមួយនឹងត្រូវបានគេទទួលឬមួយក៏ប្រឡងដោយជាប់ជាមិនខានឬមួយក៏បែកបាក់មិត្តភ័ក្តិអស់រយៈកាលច្រើនថ្ងៃខែឆ្នាំដែលគំនិតឃ្លាតចាកពីគ្នាស្រាប់តែពេលនេះត្រូវទទួលបាននៅដំណឹងថ្មីហើយត្រូវទទួលជួបនឹងមិត្តភ័ក្តិដែលចៃដន្យមិនតែប៉ុណ្ណោះមិត្តភ័ក្តិនោះអាចនឹងផ្ដល់នៅសុភមង្គលសេចក្តីសង្ឃឹមជូនដល់អស់លោកនាងកញ្ញាបានអស់លោកនាងត្រូវចងចាំចំណាំទុកថាសម្រាប់ឆ្នាំជូតនាពេលនេះបន្ទាប់ពីមួយឆាកជីវិតឬមួយក៏អស់រយៈកាលច្រើនថ្ងៃខែឆ្នាំកន្លងមកឆ្នាំជូតច្រើនតែមានសេចក្តីក្រលំបាកវេទនាឬមួយក៏ជានារីច្រើនតែចាញ់បោកបរោះដែលត្រូវបានហៅថាទំនាក់ទំនងស្នេហាคล้ายក៏ប៉ុន្តែពេលឥឡូវនេះរាសីរបស់អស់លោកនាងកញ្ញាហាក់បីដូចជាជួយជំរុញធម៌ពលលែងឲ្យអភ័ព្វស្នេហ៍អភ័ព្វញាតិឬមួយក៏អភ័ព្វនៅដំណើរជីវិតរបស់អស់លោកនាងកញ្ញាដោយការគ្រាមុនទៀតហើយបាទគេនៅចាំបានថាជួបភាគច្រើនជានារីច្រើនតែអភ័ព្វស្នេហ៍ជួបតែស្នេហ៍ផ្លែល្វីស្នេហាបោកប្រាស់ធ្វើឲ្យនាងខកចិត្តជាទីបំផុតច្រើនលើកច្រើនសារសឹងថាមួយជីវិតនេះស្មាលាហើយពាក្យថាស្នេហ៍ប៉ុន្តែបើទោះបីជានាងរឿងចាលឬមួយក៏ខ្លាចឬមួយក៏ស្មាលាឬមួយក៏រីថយយ៉ាងណាក៏ដោយ
ព្រំលិខិតនៅតែមិនប្រណីមិនអនុគ្រោះឬអភ័យដល់នាងទេនៅតែចង់លោលេងជាមួយនាងរហូតជួនកាលបណ្ដាលឲ្យនាងជួបជាមួយបរិសុទ្ធព្រាននារីពាក់ស្រោមមុខកំឡោះចិត្តធរកំឡោះព្រានតែងតែបណ្ដានាងចូលរួមគ្រប់កម្មវិធីក្នុងជួរមន្ត្រីរាជការនិងរាជប្រជាមនុស្សគ្រប់គ្នាដែលបានស្គាល់នាងតែងតែលាន់មាត់កោតសរសើរថាគូស្នេហ៍មួយគូនេះសមគ្នាណាស់គ្រួសាររបស់នាងក៏ពេញចិត្តកំឡោះព្រាននេះខ្លាំងណាស់ដែរតែទីចុងបំផុតគឺជាប្តីរបស់គេសោះធ្វើឲ្យនាងឆ្នាំជុកមួយចំនួននិងក្រុមគ្រួសារនាងខ្មាស់គេស្ទើរតែងើបមុខមិនរួចចំណែកបរិសុទ្ធឆ្នាំជុកវិញអស់លោកនាងចូលកត់សម្គាល់ថាបរិសុទ្ធឆ្នាំជុកខ្លះប្រសិនបើបានប្រពន្ធច្រើនតែបានប្រពន្ធជាស្ត្រីមេម៉ាយជួនកាលបរិសុទ្ធឆ្នាំជុកខ្លះទៀតនៅស្រុកភូមិនៅពុំសូវបានទេច្រើនតែនិរទេសខ្លួនមករស់នៅស្រុកគេទៅវិញឆ្នាំជូតគឺជាបុគ្គលសម្បូរមនោសញ្ចេតនាវោហារបានចូលចិត្តជួយមនុស្សគ្រប់ស្រទាប់វណ្ណៈមិនប្រកាន់ឡើយអស់លោកនាងចូលចងចាំចំណាំទុកឆ្នាំជូតចូលមកដល់ដើមខែ3ចាប់ដើមរាសីខ្ពស់ហើយសំណាងល្អឱកាសល្អបានរត់មករកអស់លោកនាងកញ្ញាហើយដូច្នេះមិនត្រូវបណ្ដោយឲ្យពេលវេលាដ៏ល្អនេះឱកាសដ៏ល្អកន្លងផុតទៅបានដោយទៅទីនោះទេទន្ទឹមនឹងរាសីរបស់អស់លោកនាងកញ្ញាកាន់តែខ្ពស់សូមអស់លោកនាងសមាធិផ្លូវចិត្តឲ្យបានច្រើនរងាប់កំហឹងដែលមិនត្រូវប្រកាន់ចំពោះបុគ្គលណាមួយដែលមានអាស្មីម្នាក់ចំពោះអស់លោកនាងកញ្ញាដោយអកតេនិយមឡើយចូលចងចាំចំណាំទុកថាត្រីកុំភ្លៀងស្លាប់ដោយសារមាត់ដូច្នេះប្រសិនបើអស់លោកនាងចង់ឲ្យរិស័យរបស់ខ្លួនបានសម្រេចដោយបំណងពងប្រាថ្នាបាទគឺរិស័យខ្ពស់ហើយយើងត្រូវទទួលលាភពិតប្រាកដជួបស្នេហ៍ពិតប្រាកដសូមអស់លោកនាងតាំងសមាធិផ្លូវចិត្តតើតាំងសមាធិផ្លូវចិត្តយ៉ាងណាទី1បាទកុំយករឿងពីក្នុងទៅប្រាប់ដល់ក្រៅហើយមិនត្រូវបាទនិយាយពាក្យដែលឥតបានការត្រូវតាំងសមាធិផ្លូវចិត្តរបស់ខ្លួនបង្កើនចំណេះជំនាញរបស់ខ្លួនឲ្យពិតប្រាកដតនឱកាសនេះដែលត្រូវបានជំរុញឲ្យអស់លោកនាងកញ្ញាទទួលបាននូវសមិទ្ធផលថ្មីតែមិននឹកស្មានដល់ត្រូវចងចាំថាដង្កូវសេពគប់ជាមួយផ្កាលែងអីគ្មានក្លិនក្រអូបក៏ប៉ុន្តែក្នុងនោះឆ្នាំជុកមួយចំនួនតែងតែចោទជាសំណួរមកកាន់នីតិរបស់ខ្ញុំតាមរយៈអស់លោកមួយចំនួនបានពោលពាក្យថាឆ្នាំជូតបាទមានមតិលោកគ្រូអ្នកគ្រូមួយចំនួនបានចោទជាបញ្ហាថាឆុងជាមួយឆ្នាំមីរហូតដល់ខ្សែសង្ខារ 100% តើពិតប្រាកដដែរឬទេបាទត្រង់កន្លែងនេះខ្ញុំបាទមិនហ៊ានច្រានចោលនៅសំណួររបស់អស់លោកអ្នកនាងថាពិតឬមួយក៏មិនពិតនោះទេក៏ប៉ុន្តែខ្ញុំបាទគ្រាន់តែជូនជាចម្លើយនឹងសំណួរជូនទៅដល់អស់លោកអ្នកនាងកញ្ញាវិញប្រសិនបើរុក្ខជាតិមានកម្ពស់ស្មើគ្នានោះឆ្នាំជូតប្រកាសជាឆុង 100% ទាំងអស់គ្នានោះហើយអស់លោកអ្នកនាងមានដែរចំណាំទេថានៅពេលដែលអស់លោកអ្នកនាងកញ្ញាកំពុងតែធ្វើដំណើរតាមដងមហាវិថីឬមួយក៏ផ្លូវជាតិនានាដទៃទៀតក្តីតើគ្រោះថ្នាក់ចរាចរណ៍សុទ្ធសឹងតែកើតនៅឆ្នាំជូតទាំងអស់គ្នាដែរឬទេត្រង់កន្លែងនេះគួរទទួលស្ដាប់យកជាគតិរីឯចម្លើយពិតប្រាកដជូនដល់អស់លោកអ្នកនាងកញ្ញាមានតែបាតដៃរបស់អស់លោកអ្នកនាងកញ្ញាទាំងទ្វេទាំងពីរបាទលាតត្រដាងនៅដំណើរឆាកជីវិតជូនដល់អស់លោកអ្នកនាងរួមជាមួយថ្ងៃខែឆ្នាំកំណើតផងដែរនោះទើបសក្តិភាពអាចបញ្ជាក់ថាអស់លោកអ្នកនាងមានបញ្ហាអ្វីយ៉ាងណាប្រកបនិយមបើទោះបីជាកូនភ្លោះយ៉ាងណាក៏ដោយបាទគឺយើងត្រូវតម្រូវឲ្យខុសតែវិនាទីគ្នាក៏យើងអាចចាត់ទុកថាមានវាសនាខុសគ្នាដែរមិនអាចគ្រាន់តែឆ្នាំជូតទាំងអស់សិតតែឆុងជាមួយឆ្នាំមមីនាឆ្នាំ2026នាខែមេសាចិត្តមកដល់នេះឬមួយក៏យើងចាត់ទុកថាជាកូនចៅចិនបាទដែលត្រូវទទួលបាននៅថ្ងៃទី14ដែលបន្ទាប់ពីចូលឆ្នាំចិនរួចមកនោះសិតតែឆុងជាមួយឆ្នាំមមី 100% នោះទេត្រង់កន្លែងនេះខ្ញុំបាទបានបញ្ជាក់ច្បាស់ជូនដល់អស់លោកនាងកញ្ញាហើយដូច្នេះដើម្បីបំបត្តិក្តីកង្វល់ក្តីទុក្ខព្រួយរបស់អស់លោកនាងកញ្ញាអញ្ជើញជួបជាមួយខ្ញុំបាទលោកគ្រូវិជ័យហារ៉ាកម្មាមន្ទិបសុខឧត្តមតាមរយៈលេខទូរស័ព្ទភ្ជាប់ទំនាក់ទំនង Telegram 097 77 62 844មួយខ្សែទៀត012 64 5118សូមជម្រាបថាបាត់ដៃរបស់អស់លោកនាងកញ្ញាមានខ្សែដែលត្រូវបានបញ្ជាក់នៅដំណើរជីវិតវាសនារបស់អស់លោកអ្នកនាងរួមជាមួយថ្ងៃខែឆ្នាំកំណើតផងដែរខ្ញុំបាទសូមបញ្ជាក់ថា
នៅពេលដែលអស់លោកនាងកញ្ញាចង់ឲ្យខ្ញុំបាទលោកគ្រូវិជ័យហារាកម្មទើបសុខដំទូទីជោគជតារិស័យជូនមិនចាំបាច់រៀបរាប់អំពីដំណើរជីវិតឬមួយក៏ខ្ញុំបាទត្រូវសួរថាអញ្ជើញមកមើលពីរឿងអ្វីបាទនេះសូមជម្រាបពីព្រោះខ្ញុំមានចំណេះមានជំនាញពិតប្រាកដខ្ញុំមិនថាតាមកូនសិស្សណាមួយទេហើយយើងគ្រាន់តែសួរថាតើអស់លោកនាងកើតថ្ងៃខែឆ្នាំណាឲ្យពិតប្រាកដហើយអញ្ជើញថតនៅខ្សែបាតដៃស្ដាំនឹងឆ្វេងមកខាងមួយប៉ុស្តិ៍ផ្ញើមកកាន់នីតិយើងប៉ុន្តែសូមជម្រាបដល់អស់លោកនាងកញ្ញាកុំឲ្យមានការភ័ន្តច្រឡំនីតិយើងមិនអាចទូទីជោគជតារិស័យដោយមិនទទួលបាននៅបច្ច័យនោះទេបាទពីព្រោះមានអស់លោកមួយចំនួនច្រើនតែមានការភ័ន្តច្រឡំស្មានតែនីតិយើងទូទីជោគជតារិស័យជូនដល់ពួកគាត់ទទេយើងត្រូវបានរៀនអស់រយៈកាលច្រើនថ្ងៃខែឆ្នាំកន្លងមកនេះមានចំណេះជំនាញពិតប្រាកដហើយមានការប្រឹក្សាយោបល់ឬមួយក៏មានការគោរពប្រតិបត្តិចំពោះគ្រូរបស់ខ្ញុំបាទដោយផ្ទាល់ដូច្នេះមិនមែនជាការប្រមាថដែលគ្រាន់តែត្រូវទទួលបាននៅការ free ទេនោះគឺជាការដែលឥតន័យឥតតម្លៃខ្លឹមសារក្នុងដំណើរជីវិតបាទម្យ៉ាងវិញទៀតប្រសិនបើអស់លោកនាងនៅក្នុងសង្គមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នាឬមួយក៏បងប្អូនជាអាជីវករលក់ដូរបាទនៅកន្លែងលក់ដូររបស់យើងគេលក់ដូរដាច់តែយើងបែរជាឈោមើលគេទៅវិញឬមួយក៏អង្គុយមើលគេទៅវិញដូច្នេះខ្ញុំលោកគ្រូបច្ចេកហារាកម្មទើបសុខដំសូមជម្រាបដល់អស់លោកនាងបាទប្រសិនបើអស់លោកនាងកញ្ញាចង់តម្រូវការកន្សែងយ័ន្តកន្សែងស្នេហ៍ឬមួយក៏អស់លោកនាងត្រូវការជាវនៅរបស់មង្គលផ្សេងដូចជាខ្សែដៃឬមួយក៏ខ្សែកត្បូងថ្មធម្មជាតិខ្ញុំលោកគ្រូបច្ចេកហារាកម្មទើបសុខដំមានតម្លៃធូរថ្លៃជូនដល់អស់លោកនាងកញ្ញាកុំព្រួយកុំខ្វល់ថាតើតម្លៃយ៉ាងណាដែលអស់លោកនាងកញ្ញាធ្វើឲ្យរីរែកក្នុងដំណើរជីវិតបាទចង់ជីវរបស់យើងខ្ញុំคล้ายក្រែងមានតម្លៃទៅតាមប្រភេទរបស់អ្វីមួយដែលអស់លោកនាងកញ្ញាតម្រូវត្រូវការម្យ៉ាងវិញទៀតបាទមានខ្សែកដែលជាត្រូវត្បាញដោយបាទទៅតាមប្រភេទផ្សេងគ្នាឬមួយក៏ជាក្របអង្កាំនីតិយើងបំពេញកិច្ចជូនដល់អស់លោកនាងកញ្ញាមិនឲ្យខ្នើសចិត្តឡើយហើយមិនតែប៉ុណ្ណោះនីតិយើងទទួលបាទរៀបចំនៅឬមួយក៏ធ្វើជូននៅបាទគ្រឿងមង្គលផ្សេងដូចជារៀបចំបាយសីបាទគ្រូកំណើតឬមួយក៏បាយសីផ្សេងទៅតាមចំណង់ចំណូលចិត្តដែលអស់លោកនាងកញ្ញាត្រូវការហើយជំរាបទៀតយ័ន្តរបស់យើងខ្ញុំមានគ្រប់ប្រភេទបាទយ័ន្តស្នេហ៍គឺអស់លោកនាងត្រូវការដោយប្រភេទណាមួយនីតិយើងនឹងបំពេញកិច្ចជូនដល់អស់លោកនាងបញ្ជានៅភ័ក្រចន្ទ្រៃផ្សេងកាត់ឆុងផ្សេងនីតិយើងអាចបំពេញកិច្ចជូនដល់អស់លោកនាងកញ្ញាបានក្នុងនោះផងដែរមានស្រោចទឹករំដោះគ្រោះលើករិស័យកាយវាសនាភ័ព្វជូនដល់អស់លោកនាងកញ្ញាហើយសូមជម្រាបថារាល់ការធ្វើកិច្ចផ្សេងមិនមែនគ្រាន់តែ1នាទីធ្វើហើយនោះទេចាប់ផ្ដើមពីរយៈពេល1ម៉ោងរហូត2ម៉ោងទៅជិត3ម៉ោងនោះបានហៅថាកិច្ចដែលត្រូវបានបំពេញធ្វើឲ្យអស់លោកនាងកញ្ញាអស់ចម្ងល់អស់ទុក្ខព្រួយមិនមែនគ្រាន់តែដាក់បាតដៃនៅលើទីកន្លែងណាមួយក្នុងផ្ទិលឬមួយក៏នៅលើតុហើយស្រាប់តែយកទឹកមកដាក់ចាបនោះមានន័យថាកាត់ឆុងនោះទេបាទយើងមានចំណេះមានជំនាញពិតប្រាកដដែលត្រូវកាត់ដោយវិធីណាហើយសុខដោយវិធីណាដើម្បីធ្វើអស់លោកនាងកញ្ញារួចផុតអំពីស្រមោលអពមង្គលហើយក៏សូមជម្រាបឲ្យអស់លោកនាងកញ្ញាដឹងថាពាក្យថាឆុងគឺពាក្យដែលត្រូវបានកម្ចីពីបរទេសមកទេការពិតឆុងមានអត្ថន័យខ្លឹមសារថាជារបស់អពមង្គលជារបស់អវិជ្ជមានរឿងរ៉ាវអវិជ្ជមានហេតុអ្វីបានជាត្រូវប្រើពាក្យថាមានឆុងហេងឆុងសយហើយអស់រយៈកាលច្រើនថ្ងៃខែឆ្នាំកន្លងមកនេះបាទមានអស់លោកមួយចំនួនមានការច្របូកច្របល់ជាទីបំផុតដោយសារតែពាក្យឆុងនេះហើយជាហេតុបណ្ដាលឲ្យជួបប្រទះតែនឹងវត្ថុដែលមិនពិតដែលក្រឡៃជួនកាលមានឆ្នាំឧទាហរណ៍ថាមានឆ្នាំជូតហើយក៏មានម៉ោងជូតមានថ្ងៃជូតមានខែជូតខ្មែរយើងមិនបានប្រើពាក្យច្រំដែលឬមួយក៏មានការបន្លំនោះទេឆ្នាំគឺឆ្នាំម៉ោងគឺម៉ោងខែគឺខែថ្ងៃគឺថ្ងៃហេតុអ្វីក៏ត្រូវមានថ្ងៃជូត
ហេតុអ្វីក៏ត្រូវមានខែជូតម៉ោងជូតយើងមិនដែលឮទេទើបតែឮនៅក្នុងសតវត្សទី21នេះដែលជាហេតុបណ្ដាលឲ្យមានការភ័ន្តច្រឡំយ៉ាងច្រើនរីឯវិធីកម្ចាត់ឆុងមានលោកគ្រូអ្នកគ្រូខ្លះដែលគាត់ពូកែគ្រាន់តែយើងលាបាតដៃទាំងទ្វេរបស់យើងដាក់នៅលើតុលោកគ្រូអ្នកគ្រូបានយកទឹកនៅក្នុងផ្តិលឬមួយក៏របស់មង្គលផ្សេងៗមកប្រោះនៅលើបាតដៃចាត់ទុកថាធ្វើឲ្យរួចហើយមានន័យថាកម្ចាត់ឆុងរួចហើយតែចំពោះខ្ញុំលោកគ្រូវិជ័យហារាកមាមទប់សុខដំរៀបតាំងពីដំណើរទី1រហូតឡើងទៅត្រូវសូត្រនៅកិច្ចមួយចំនួនថេរវេលាចាប់ពី1ម៉ោងរហូតដល់2ម៉ោងជាងធ្វើឲ្យអស់លោកអ្នកកញ្ញាមានជំនឿពិតប្រាកដនោះទើបហៅថាវិធីកម្ចាត់ស្រមោលអពមង្គលបាននីតិយើងបានមកដល់ទីបញ្ចប់មុននឹងបញ្ចប់ក៏សូមជម្រាបរំលឹកជូនដល់អស់លោកអ្នកកញ្ញាម្ដងទៀតឆ្នាំជូតសម្រាប់ខែមីនានេះគឺអស់លោកអ្នកនាងត្រូវទទួលបាននៅរីស័យខ្ពស់កុំអស់សង្ឃឹមក្នុងដំណើរជីវិតមិនមែនសិតតែឆ្នាំជូតឆុង 100% នោះទេក៏ប៉ុន្តែអស់លោកនាងកញ្ញាត្រូវចងចាំថាគ្រប់ឆ្នាំទាំង12សិតតែមានរឿងល្អនិងរឿងអាក្រក់ដើម្បីកម្ចាត់ចោលនៅស្រមោលអពមង្គលឬមួយក៏មានក្តីកង្វល់ខ្ទុកព្រួយរបស់អស់លោកនាងកញ្ញាអញ្ជើញលើកទូរស័ព្ទភ្ជាប់ទំនាក់ទំនងសារជាថ្មីម្ដងទៀតជាមួយខ្ញុំបានលោកគ្រូវិជ័យហារាកមាមទប់សុខដំតាមរយៈលេខ012 64 5118មួយខ្សែទៀត097 77 62 844ទោះទាយនៅក្នុងដំណើរជីវិតរបស់អស់លោកនាងតាមរយៈបាតដៃទាំងទ្វេរួមជាមួយថ្ងៃខែឆ្នាំកំណើតនោះទៅនីតិយើងនឹងបញ្ជាក់ជូនថាតើឆុងឬមួយក៏មិនត្រូវឆុងហើយនឹងត្រូវមានលៀបពីទិសណាថ្ងៃណាខែណាឆ្នាំណាម៉ោងណានៅពេលនេះខ្ញុំបានលោកគ្រូវិជ័យហារាកមាមទប់ស្ដំសូមជម្រាបលាសូមអរគុណ